មិនថាអ្នកជួបមនុស្សប្រមាណអ្នកទេនៅក្នុងជីវិតនេះតែមានតែមិត្តម្នាក់ឬពីរនាក់ប៉ុណ្ណោះដែលអ្នកមានអារម្មណ៍ថាខុសប្លែកពីអ្នកដទៃដូចជាពួកគេយល់ពីអ្នកដោយមិនចាំបាច់ព្យាយាមពន្យល់ចិត្តវិទ្យាបង្ហាញថាមនុស្សភាគច្រើនជួបប្រទះមិត្តភាពដ៏ជ្រាលជ្រៅតែម្នាក់ឬពីរនាក់គត់ក្នុងមួយជីវិតរបស់ពួកគេមិនមែនជាមិត្តតែងតែនៅជុំវិញខ្លួនរហូតនោះទេប៉ុន្តែជាមិត្តដែលតែងតែនៅដើម្បីអ្នកសូម្បីតែអ្នកនៅដោយស្ងៀមស្ងាត់បំផុតអ្នកមិនចាំបាច់និយាយគ្នាជារៀងរាល់ថ្ងៃទេអ្នកអាចនឹងចំណាយពេលច្រើនខែដោយគ្មានផ្ញើសាររកគ្នាប៉ុន្តែនៅពេលដែលអ្នកភ្ជាប់ទំនាក់ទំនងឡើងវិញគ្មានអារម្មណ៍ឆ្កងនោះទេពេលវេលាមិនដែលប៉ះពាល់ដល់ចំណងមិត្តភាពនោះទេពួកគេបានឃើញនឹងនៅក្បែរអ្នកនៅគ្រាលំបាកបំផុតនៅពេលដែលជីវិតកំពុងដួលរលំហើយជំនួសឲ្យការចាក់ចែងពួកគេនៅជាមួយអ្នកមិនមែនដើម្បីកែលម្អអ្នកទេប៉ុន្តែដើម្បីអង្គុយជាមួយអ្នកខណៈពេលដែលអ្នកព្យាយាមក្រោកឈរឡើងវិញប្រហែលជាអ្នកបានជួបពួកគេតាំងពីដំបូងក្នុងជីវិតប្រហែលជាអ្នកបានរកឃើញពួកគេនៅពេលក្រោយនៅពេលដែលអ្នកមិនដឹងថាអ្នកវង្វេងផ្លូវប៉ុណ្ណាចម្ងាយមិនបានបំបែកទំនាក់ទំនងអ្នកទេព្រោះមិត្តភាពពិតប្រាកដមិនទាមទារការយកចិត្តទុកដាក់ជាប្រចាំទេទំនាក់ទំនងនៅរស់រានមានជីវិតដោយសារការយល់ដឹងពីគ្នាពួកគេទទួលយកផ្នែកខ្លះរបស់អ្នកដែលអ្នកដទៃមិនអាចទ្រាំទ្របានហើយប្រសិនបើនរណាម្នាក់ចូលមកក្នុងគំនិតរបស់អ្នកខណៈពេលកំពុងឮរឿងនេះសូមផ្ញើវីដេអូនេះទៅកាន់ពួកគេដោយសារតែពេលខ្លះពួកគេក៏កំពុងគិតអំពីអ្នកដែរ